សបងប្អូនគេហៅជីឡបាហារួចរាល់ជាការស្រេចអូយកណូឲ្យឆ្ងាញ់ទៀតបងប្អូនសួស្តីពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូថ្មីខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំស្លបាហាបងប្អូនខ្ញុំស្លបាហាត្រាវហើយខ្ញុំមានបន្លែដូចជាត្រាវអាណងតឡាចរលឹកខ្ចីបងប្អូនហើយមានម្ទេសមានខ្ទិមានល្ពៅហើយខ្ញុំមានផ្សិតខ្ញុំមានស្នៀតពោតហើយខ្ញុំមានត្រីស្រស់ខ្ញុំមានក្បាលត្រីមួយបងប្អូនដោយសារល្ងាចមិញអាំងត្រីទៅនៅសល់ក្បាលទៅក៏ទុកផ្លោប្រហើអញ្ចឹងណាបងប្អូនហើយខ្ញុំមានជីសខ្ញុំមានស្អំហើយខ្ញុំមានផ្សិតហើយខ្ញុំមានត្រីឆ្អាប្រហុកហើយនឹងខ្ជាយហើយនឹងខ្ទឹមសហើយគ្រឿងផ្សំក៏ដូចជាត្រីអីខ្ញុំរៀបចំរួចរាល់ហើយបងប្អូនអញ្ជើញទស្សនាពីរបៀបខ្ញុំធ្វើទាំងអស់គ្នាដោយសារវីដេអូមុនខ្ញុំបុកគ្រឿងបងប្អូនដោយសារនេះខ្ញុំអត់បុកគ្រឿងទេគឺខ្ញុំបុកតែខ្ជាយហើយនឹងខ្ទឹមសទេបងប្អូនឥឡូវអញ្ជើញទស្សនាពីរបៀបធ្វើឥឡូវទឹករបស់ខ្ញុំចាប់ដើមពុះហើយបងប្អូនខ្ញុំចាប់ដើមដាក់ល្ពៅហើយនឹងត្រាវរបស់យើងចូលបងប្អូនហើយត្រាវហើយនឹងល្ពៅរបស់ខ្ញុំហ្នឹងវាក្រឆ្អិនអញ្ចឹងយើងត្រូវដាក់មុនគេអញ្ចឹងណាបងប្អូនហើយចំពោះត្រាវខ្ញុំដាក់ត្រាវក្រហមបងប្អូនបងប្អូនអត់មានត្រាវក្រហមទូចដូចខ្ញុំទេបងប្អូនអាចដាក់ត្រាវធំក៏បានដែរស្អិតដូចគ្នាណាបងប្អូនឥឡូវខ្ញុំទុកឲ្យត្រាវហើយនឹងល្ពៅរបស់យើងផុយល្អសិនណាបងប្អូនឥឡូវបងប្អូនល្ពៅហើយនឹងត្រាវហ្នឹងចាប់ដើមផុយហើយខ្ញុំដាក់ប្រហុកចូលដាក់ប្រហុកសាច់ខ្ញុំអត់ជ្រុំទេណាបងប្អូនហើយបន្តមកទៀតនាងខ្ញុំដាក់ត្រីឆ្អើរហើយនឹងត្រីស្រស់ចូលឥឡូវខ្ញុំចាប់ដើមដាក់ត្រីឆ្អើរចូលខ្ញុំដាក់ត្រីឆ្អើរធំល្អណាបងប្អូនត្រីឆ្អើរតលេហើយបន្តមកទៀតខ្ញុំដាក់ត្រីស្រស់ដោយសារខ្ញុំអត់បានបុកទេណាបងប្អូនខ្ញុំដាក់ត្រីស្រស់ហ៎លាយជាមួយនឹងត្រីឆ្អើរជាតិល្អណាបងប្អូនហើយបន្តមកទៀតនាងខ្ញុំដាក់ក្បាលត្រីចូលត្រីនេះល្ងាចមិញខ្ញុំអាំងហ្នឹងបងប្អូន1គីឡូ3ខាំអញ្ចឹងទៅហូបអត់អស់បងប្អូននៅសល់ក្បាលទៅក៏ដាក់ស្លប្រហើហើយបន្ទាប់ពីនាងខ្ញុំដាក់ត្រីឆ្អើរត្រីស្រស់ហើយនឹងក្បាលត្រីរួចរាល់ហើយខ្ញុំរំងាស់ទុកឲ្យរៀងឆ្អិនត្រីបន្តិចនាងខ្ញុំចាប់ផ្ដើមដាក់ខ្ជាយហើយនឹងខ្ទឹមសដែលយើងបុកមុនហ្នឹងបងប្អូនឥឡូវត្រីឆ្អើរហើយនឹងត្រីស្រស់របស់ខ្ញុំហ្នឹងណារំងាស់បានរៀងផុយបន្តិចហើយណាបងប្អូនខ្ញុំចាប់ផ្ដើមដាក់ខ្ជាយហើយនឹងខ្ទឹមសរបស់យើងចូលហើយស្លប្រហើរត្រាវភាគច្រើនគេបុកបងប្អូនគេបុកសាច់ត្រីដោយសារវីដេអូមុនខ្ញុំបុកម្ដងឥឡូវខ្ញុំចង់ដាក់ដាក់ត្រីស្រស់និងត្រីឆ្អើរលាយគ្នាហើយបន្តមកទៀតនាងខ្ញុំដាក់គ្រឿងចូលដូចជាប៊ីចេងស្ករក្រហមហើយនឹងរ៉ូឌីចូលខ្ញុំអត់ហ៊ានដាក់អំបិលទេបងប្អូនដោយសារប្រហុកក៏បងប្អូនខ្ញុំខ្លាចលោប្រៃមិនមកចាំយើងថែមតាមក្រោយទៀតឥឡូវខ្ញុំដាក់គ្រឿងឲ្យចូលជាតិល្អហើយខ្ញុំដាក់បន្លែដែលក្រឆ្អិនខ្ញុំចាប់ផ្ដើមដាក់បន្លែបងប្អូនបន្លែដែលក្រឆ្អិនហ្នឹងដូចជាតឡាចហើយនឹងក្តាប់រលឹកហើយនឹងស្នៀតពោតបងប្អូនដោយសារបន្លែហ្នឹងក្រឆ្អិនអញ្ចឹងខ្ញុំដាក់បងមុនគេហើយបន្ទាប់ពីយើងឆ្អិនបន្លែក្រឆ្អិននឹងរួចរាល់ហើយនាងខ្ញុំដាក់បន្លែដែលឆាប់ឆ្អិនបន្តទៀតបងប្អូនឥឡូវយើងទុកឲ្យឆ្អិនសិនឥឡូវបន្លែរបស់ខ្ញុំហ្នឹងឥឡូវវាចាប់ដើមឆ្អិនហើយដែលបន្លែខ្ញុំដាក់ក្រឆ្អិនហ្នឹងណាឥឡូវខ្ញុំដួសពពុះនេះចេញបន្តមកទៀតនាងខ្ញុំដាក់សាច់ចូលហើយបន្តទៀតខ្ញុំដាក់អាណងចូលហើយបន្តមកទៀតខ្ញុំដាក់
ស្អំហើយនឹងជីសបងប្អូនគេហៅជីឡបហាបងប្អូនខ្លះក៏គាត់ហៅជីឡបហាបងប្អូនខ្លះគាត់ហៅជីសអញ្ចឹងណាបងប្អូនត្រូវជាមួយនឹងឡបហាហើយបន្តមកទៀតនាងខ្ញុំដាក់ផ្ទីចូលជុំគ្នានឹងឲ្យហើយបងប្អូនពុះតាមមួយផ្លែតយើងបិទឥឡូវខ្ញុំចាប់ដើមកូរតិចតិចទៅបានណាបងប្អូនអូឈ្ងុយនេះបងប្អូនអើយក្រអត់ឃើញបន្លែក៏ដឹងតែឆ្ងាញ់ដែរបងប្អូនសិតតែធម្មជាតិទាំងអស់ណាបងប្អូនហើយត្រីក្បាលត្រីនោះបងប្អូនគេបូមដងហ៎ហើយឥឡូវខ្ញុំចាប់ផ្ដើមភ្លក់បងប្អូនខ្ញុំអត់ឲ្យបន្លែរបស់ខ្ញុំហ្នឹងឆ្អិនពេកទេបន្លែខៀវហ្នឹងណាខ្ញុំភ្លក់សិនបងប្អូនស្ទើអីចឹងណាតែលោស្ទើអីយើងថែមតាមហ្នឹងស្ទើនេះខ្ញុំដាក់ទឹកត្រីបងប្អូនស្ទើប្រៃឥឡូវខ្ញុំដាក់ទឹកត្រីចូលហើយយើងកូរឲ្យសព្វរួចរាល់ជាការស្រេចអូយកណូឲ្យឆ្ងាញ់ទៀតហ៎បងប្អូនឥឡូវខ្ញុំរៀបចំដួសដាក់ចានបងប្អូនកុំភ្លេចជួយ Subscribe Channel ខ្ញុំអ្នកមួយផងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូមួយនេះបងប្អូននឹងពេញចិត្តហើយក៏ជួយ like ឬក៏ comment វីដេអូខ្ញុំខាងក្រោមបងប្អូនឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃឥឡូវខ្ញុំបង់ម្ទេសទៅហើយយើងដួសដាក់ចានហើយរបស់យើងណាបងប្អូនរួចរាល់ហើយអូយបងប្អូននេះនិយាយពីថាឈ្ងុយពេញផ្ទះត្មងបងប្អូនដោយសារយើងដាក់ជីស្លបហាលហើយបន្លែរបស់យើងនេះសិតតែធម្មជាតិទៀតបងប្អូនអូយនិយាយថារសជាតិបងប្អូនអើយញ៉ាំនេះបាយច្រើនទៀតហើយបងប្អូនអើយញ៉ាំនេះអូយឈ្ងុយត្រីឆ្អើរបងប្អូនឈ្ងុយហើយបងប្អូនកុំភ្លេចជួយ Subscribe Channel ឲ្យខ្ញុំម្នាក់មួយផងបងប្អូនដើម្បីខ្ញុំមានទឹកចិត្តធ្វើវីដេអូជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃទៀតណាបងប្អូននិយាយពីត្រាវបងប្អូនស្អិតល្អណាឥឡូវវីដេអូខ្ញុំបញ្ចប់តែប៉ុណ្្នេះសូមអរគុណសូមជម្រាបលា